ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះហើយជួនសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីបញ្ហាស្បែកស្ងួតបាទអញ្ចឹងតើតើបញ្ហាស្បែកស្ងួតដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងអំពីវិធីបំបត្តិស្បែកស្ងួតដែលភាសាអង់គ្លេសហៅថា how to use dry skin បាទនៅពេលបច្ចុប្បន្នគឺបញ្ហាជំងឺស្បែកស្ងួតហ្នឹងគឺជាបញ្ហាមួយដែលយើងឃើញញឹកញាប់ច្រើនផងដែរបាទយើងចង់ដឹងថាតើវិធីបំបត្តិស្បែកស្ងួតហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយពី Hershey Shaw តែម្ដងបាទអញ្ចឹងមាតិកាក្នុងនេះដែល Hershey Shaw ធ្វើការចែកម្លែកយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេរីដើមទី2គឺមូលហេតុស្បែកស្ងួតនិងទី3គឺវិធីបំបត្តិស្បែកស្ងួតបាទយើងចង់ដឹងថាតើស្បែកស្ងួតហ្នឹងវាបណ្ដាលមកពីមូលហេតុអ្វីខ្លះវិធីបំបត្តិស្បែកស្ងួតហ្នឹងគេត្រូវធ្វើយ៉ាងណាខ្លះដែរបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមស្បែកស្ងួតធ្វើឲ្យស្បែករបស់អ្នកមានសភាពគ្រើមព្រោះវាមិនមានជាតិសំណើមគ្រប់គ្រាន់ស្បែកស្ងួតគឺជាបញ្ហាញឹកញាប់ណាស់ហើយពាក្យវិទ្យាសាស្ត្រសម្រាប់ស្បែកស្ងួតគឺយើងហៅថា Xeroderma បាទហ្នឹងគឺតើតើនឹងបញ្ហាស្បែកស្ងួតហ្នឹងអ្នកអាចព្យាបាលស្បែកស្ងួតនៅផ្ទះដោយប្រើជាតិសំណើមដោយពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសរស្បែកបើសិនបើអ្នកមានស្បែកស្ងួតដែលមិនបាត់ឬក៏បន្តត្រឡប់មកវិញបាទនេះគឺតើតើបញ្ហាយើងត្រូវធ្វើនៅពេលដែលមានបញ្ហាស្បែកស្ងួតហ្នឹងនិយាយមកជាបន្តទៀតតើតើមូលហេតុស្បែកស្ងួតតើមូលហេតុស្បែកស្ងួតហ្នឹងបណ្ដាលមកពីមូលហេតុអ្វីខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្បែកស្ងួតបាទមូលហេតុទី1គឺអាចតកតងនឹងកត្តាអាយុច្រើនបាទអញ្ចឹងយើងឃើញថានៅពេលកត្តាអាយុយើងកាន់តែច្រើនគឺយើងឃើញថាតកតងនឹងជាតិ collagen ហើយនឹងសារធាតុផ្សេងៗដែលផ្ដល់សំណើមនឹងស្បែកហ្នឹងមានការថយចុះអញ្ចឹងវាអាចប្រឈមនឹងបញ្ហាស្បែកស្ងួតផងដែរយើងមើលតទៅទៀតតកតងមូលហេតុស្បែកស្ងួតទី2តកតងកត្តាអាកាសធាតុបាទអញ្ចឹងកត្តាអាកាសធាតុដែលខ្វះសំណើមមានខ្យល់ខ្លាំងឬក៏ត្រជាក់ឬក៏ក្តៅខ្លាំងអាចក៏ធ្វើឲ្យស្បែកយើងស្ងួតផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងមូលហេតុស្បែកស្ងួតទី3គឺតកតងបញ្ហាជំងឺណាមួយបាទដូចជាជំងឺទឹកនោមផ្អែមជំងឺតម្រងនោមបាទជំងឺ allergy ស្បែកឬក៏បញ្ហាស្បែកផ្សេងៗអាចធ្វើស្បែកយើងស្ងួតផងដែរបាទមើលតទៅទៀតតកតងនឹងមូលហេតុស្បែកស្ងួតទី4គឺតកតងបញ្ហា genetic បាទបញ្ហាតកតង genetic ហ្នឹងគឺតកតង gen របស់យើងហ្នឹងប្រឈមនឹងបញ្ហាស្បែកស្ងួតតែម្ដងបាទអញ្ចឹងយើងមើលជាបន្តទៀតតកតងមូលហេតុស្បែកស្ងួតទី5គឺបញ្ហាតកតងនឹងមុខរបរបាទមុខរបរមួយចំនួនអាចប្រឈមនឹងឲ្យយើងស្បែកស្ងួតបាទដូចជាការងារដែលត្រូវថ្ងៃបាទប៉ះជាតិគីមីជាងធ្វើសក់ជាដើមបាទអញ្ចឹងសារធាតុគីមីដែលប៉ះលើស្បែកយើងហ្នឹងអាចធ្វើឲ្យស្បែកយើងស្ងួតផងដែរឬក៏ត្រូវពន្លឺថ្ងៃ UV ហ្នឹងបាទអញ្ចឹងអានោះគឺជាមូលហេតុសំខាន់ដែលយើងឃើញមានតកតទៅនឹងបញ្ហាស្បែកស្ងួតហ្នឹងបាទអញ្ចឹងទន្ទឹមនឹងបញ្ហាហ្នឹងយើងឃើញថាវិធីបំបត្តិស្បែកស្ងួតហ្នឹងតើយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីបំបត្តិស្បែកស្ងួតទី1យើងត្រូវរកមូលហេតុនិងធ្វើការព្យាបាលបាទអញ្ចឹងបើយើងដឹងច្បាស់ពីមូលហេតុយើងព្យាបាលបានត្រឹមត្រូវវាអាចធ្វើឲ្យបាត់ស្បែកស្ងួតនោះផងដែរបាទយើងមើលតទៅទៀតតើតើវិធីបំបត្តិស្បែកស្ងួតទី2គឺយើងត្រូវជៀសវាងអាហារនិងភេសជ្ជៈដែលនាំឲ្យស្បែកស្ងួតបាទដូចជាអាល់កុលកាហ្វេស្ករសអំបិលបាទអញ្ចឹងអាហារនិងភេសជ្ជៈទាំងអស់ហ្នឹងគឺអាចធ្វើឲ្យយើងមានបញ្ហាស្បែកស្ងួតផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតើតើវិធីបំបត្តិស្បែកស្ងួតទី3គឺយើងត្រូវលាងសម្អាតជាមួយនឹងសាប៊ូលាងមុខបាទអញ្ចឹងសាប៊ូដែលលាងមុខហ្នឹងគឺมันមានក្លិនក្រអូបនិងមានជាតិកាត់តិចផងដែរមានថា pH ដែលសមស្របជាមួយនឹងស្បែកមុខរបស់យើងបាទអញ្ចឹងនៅពេលដែលមានបញ្ហាសាប៊ូស្បែកមុខហ្នឹងគឺយើងត្រូវគិតពីបញ្ហាការខុសសាប៊ូលាងមុខផងដែរបាទបន្តទៀតតើតើវិធីបំបត្តិស្បែកស្ងួតទី4គឺយើងត្រូវងូតទឹកក្តៅអ៊ុនបាទឬក៏មុជទឹកឲ្យបានញឹកញាប់បាទអញ្ចឹងយើងមិនត្រូវមុជទឹកក្តៅខ្លាំងពេកទេណាក្តៅខ្លាំងពេកវាឲ្យស្បែកស្ងួតយើងទៅវិញទេអញ្ចឹងមានថាយើងត្រូវមុជទឹកក្តៅអ៊ុនឬក៏មុជទឹកឲ្យបានញឹកញាប់បាទដើម្បីឲ្យផ្ដល់សំណើមទៅលើស្បែកកុំឲ្យស្បែកយើងមានបញ្ហាស្ងួតផងដែរ
បាទយកទៀមតមទៀតតតងវិធីបំបត្តិស្បែកស្ងួតទី5គឺយើងត្រូវគ្រប់គ្រងភាពតានតឹងចិត្តនិងថប់អារម្មណ៍ដែលអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរដល់ស្បែកស្ងួតយើងផងដែរបាទអញ្ចឹងបញ្ហាផ្លូវចិត្ត stress អឺតានតឹងចិត្តច្រើនបាទវាអាចធ្វើឲ្យមានរ៉ាំរ៉ូម៉ូនអញ្ចឹងវាអាចធ្វើឲ្យស្បែកយើងកាន់តែធ្ងន់ធ្ងរទាក់ទងនឹងស្បែកស្ងួតហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតទាក់ទងវិធីបំបត្តិស្បែកស្ងួតទី6គឺយើងត្រូវកាត់បន្ថយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យបាទយើងដឹងថាពន្លឺព្រះអាទិត្យនៅពេលដែលយើងត្រូវប្រជុំខ្លាំងបាទវាអាចធ្វើឲ្យស្បែកយើងកាន់តែស្ងួតផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតកតងវិធីបំបត្តិស្បែកស្ងួតទី7គឺយើងត្រូវផ្ដល់សំណើមទៅដល់ស្បែកបាទផ្ដល់សំណើមទៅដល់ស្បែកហ្នឹងគឺយើងមានសារធាតុឬក៏ថ្នាំដែលជួយផ្ដល់សំណើមដល់ស្បែកគេហៅ moisturizer ហ្នឹងនៅពេលដែលអ្នកងូតទឹកចប់ភ្លាមបាទអញ្ចឹងនៅពេលយើងងូតទឹកចប់ភ្លាមយើងអាចលាបពួក moisturizer អញ្ចឹងទៅអាចធ្វើមានសំណើមដល់ស្បែកកាត់បន្ថយបញ្ហាឬក៏បំបត្តិនៅស្បែកស្ងួតផងដែរបាទមកចកជាបន្តទៀតតើតើវិធីបំបត្តិស្បែកស្ងួតទី8គឺយើងត្រូវជូតស្បែករបស់អ្នកឲ្យស្ងួតដោយកន្សែងទន់បាទអញ្ចឹងនៅពេលដែលមានការបាត់គីស្បែកខ្លាំងអាចឲ្យមានការខូចខាតស្បែកធ្វើឲ្យស្បែកយើងស្ងួតផងដែរអញ្ចឹងមិនថាយើងចង់ជូតស្បែកយើងគឺយើងអាចជូតឲ្យស្ងួតជាមួយនឹងកន្សែងទន់ផងដែរបាទបន្តទៀតតើតើវិធីបំបត្តិស្បែកស្ងួតទី9បាទគឺយើងត្រូវការពារខ្សោះជាតិទឹកបាទអញ្ចឹងបញ្ហាខ្សោះជាតិទឹកដូចជារាគខ្លាំងក្អួតខ្លាំងអាចធ្វើយើងខ្សោះជាតិទឹកបាទពេលហ្នឹងគឺអាចធ្វើស្បែកយើងស្ងួតផងដែរអញ្ចឹងមានថាដើម្បីការពារការខ្សោះជាតិទឹកបាទគឺយើងត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់បាទទឹកដូងបាទឬក៏ទឹកផ្សេងទៀតបាទឲ្យមានសំណើមដល់ស្បែកយើងឲ្យបានគ្រប់គ្រាន់កុំឲ្យមានបញ្ហាស្បែកស្ងួតហ្នឹងបាទអញ្ចឹងយើងមកជាបន្តទៀតតើតួនាទីបំបត្តិស្បែកស្ងួតទី10បាទគឺត្រូវឈប់ជក់បារីពីព្រោះនៅក្នុងបារីវាមានជាតិនីកូទីនបាទដែលធ្វើឲ្យស្បែករបស់អ្នកស្ងួតផងដែរបាទអញ្ចឹងត្រូវតែឈប់ជក់បារីព្រោះបារីវាអាចមានបញ្ហាសុខភាពច្រើនរួមទាំងបញ្ហាស្បែកនឹងផងដែរបាទមកជាបន្តទៀតតើតួនាទីបំបត្តិស្បែកស្ងួតទី11គឺការប្រើឧបករណ៍បំលែងសំណើមមានថាអាចប្រើកង្ហារទឹកបាទឧបករណ៍បំលែងសំណើមហ្នឹងដើម្បីបន្ថែមសំណើមដល់ខ្យល់ក្នុងផ្ទះរបស់អ្នកបាទហ្នឹងគឺអាចជួយកាត់បន្ថយបញ្ហាស្បែកស្ងួតផងដែរជាពិសេសគឺនៅរដូវក្តៅបាទដែលវាអាកាសធាតុក្តៅខ្លាំងវាអាចធ្វើឲ្យស្បែកយើងស្ងួតបាទអញ្ចឹងអាចប្រើឧបករណ៍បំលែងសំណើមទៅជាដូចជាកង្ហារទឹកហ្នឹងវាអាចផ្ដល់សំណើមទៅដល់ស្បែកបាទនឹងខ្យល់ក្នុងផ្ទះរបស់អ្នកផងដែរបាទហើយទាំងអស់នោះគឺជាវិធីបំបត្តិបញ្ហាស្បែកស្ងួតសំខាន់ដែលយើងឃើញមានហ្នឹងប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ Health Telegram Official បាទធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងជាពិសេសគឺជំងឺទាក់ទងតាមលាហាជំងឺតាក់ទងផ្ដាប់ទឹកម៉ូតឬក៏ជំងឺតាក់ទងផ្ដាំតពូជបាទប្រឹក្សារកថ្លៃតាមលេខ Telegram បេក្ខសាយគឺ092 59 3350 088 3132 225ហើយនិង016 58 57 64ផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាច្រើនជាពិសេសគឺពាក្យបច្ចេកទេសពេទ្យតែម្ដងបាទយកចុះក្នុង YouTube Channel វាយពាក្យ Hershuk Official បាទដែលអក្សរស្រាប់ចុច search ស្រាប់ទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចុះក្នុង Channel ចុចពី Subscribe និងរូបកណ្ដឹងបាទចុចពី Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីដែលមិនទាន់បាន Subscribe ចឹងនៅពេលដែល Hershuk Official ធ្វើការផុសវីដេអូជាបន្តនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបន្ទាប់បាទសូមអរគុណចំពោះការគ្រប់គ្រងនិងការ Subscribe ដល់ Channel របស់យើងខ្ញុំផងដែរបាទសូម